ពេលខ្លះយើងផ្លាត់ពេលខ្លះយើងជីវិតយើងធ្លាក់ពេលខ្លះយើងបានដាច់ចេញពីព្រះតែព្រះគុណរបស់ព្រះដែលរើសយើងទ្រង់នៅតែរើសយើងហើយយើងនៅតែជាប់នឹងការត្រាស់ហៅរបស់ព្រះពេលខ្លះបងប្អូនខ្សោយពេលខ្លះបងប្អូនផ្លាត់ប៉ុន្តែយើងមានព្រះទ្រង់នៅជាមួយយើងពេលវេលាកន្លងមកពីបាក្នុងជីវិតទើបពេលខ្លះបងខំចិត្តឲ្យដើរចេញពីរង្វង់នៃការត្រាស់ហៅជាមនុស្សនាងដែលតែងក្លាហានពោពីសន្យាមិនថាទៅថ្ងៃមុនលំបាកយ៉ាងណាจะរសាបដញ្ញาគ្មានថ្ងៃត្រឡប់តែថ្ងៃនោះក៏បានមកដល់ហើយជីវិតក៏ប្រែច្រកមកច្របល់សែនខ្វល់ទើបសម្រេចចិត្តដើរឆ្ងាយខ្ញុំភ្លេចគ្រាដើមខ្ញុំភ្លេចនៅពេលសន្យាដែលខ្ញុំធ្លាប់ពោលថាយ៉ាងណានឹងក្បែរទ្រង់ព្រោះតែខ្លាចអូនដើម្បីទៅដាច់ចិត្តទៅទាំងបានបន្សល់ទុកនៅរឿងដ៏ជ្រាលជ្រៅគឺការកុហកតែព្រះគុណទ្រង់តែងតែផ្ដល់មកជាបរិបូរណ៍ដល់ក្តីស្រឡាញ់នឹងចិត្តអាសូរមើលកាន់ខ្ញុំជាមនុស្សបាត់បង់ជួបចាស់ខ្ញុំជាមនុស្សមានបាបមិនគួរសាងសងតែទ្រង់លើកទឹកចិត្តឲ្យខ្ញុំឈ្មោះដល់រួមជាមួយនឹងទីចាប់ផ្ដើមជាថ្មីให้សូមខឹងនឹងចិត្តដែលស្មោះឬបានត្រឡប់ជាមួយនឹងព្រះគុណព្រោះទ្រង់ជាអ្វីទាំងអស់ដល់ខ្ញុំភ្លេចគ្រាដើមតែទ្រង់នៅចាំសន្យាគ្រាដែលធ្លាប់ពោលថាព្រមស្មើដើរតាមទ្រង់ព្រោះតែព្រះតែស្រឡាញ់ទើបហៅទ្រង់ទាំងផ្ដល់ឲ្យថែមលើលោកនេះគឺអត្ថន័យនៃក្តីស្រឡាញ់ទូភ្លេចគ្រាដើមតែទ្រង់នៅចាំសន្យាគ្រាដែលធ្លាប់ពោលថាព្រមស្មើដើរតាមទ្រង់ព្រោះតែព្រះតីស្រឡាញ់ទើបហៅទ្រង់ទាំងផ្ដល់ឲ្យថែមលឿនលំនេះគឺអត្ថន័យនៃក្តីស្រឡាញ់ទូភ្លេងគ្រាដើមតែទ្រង់នៅចាំសន្យាគ្រាដែលធ្លាប់ពោលថាយ៉ាងណានៅក្បែរទ្រង់រហូត